តើអ្នកធ្លាប់មានអារម្មណ៍ថាមាននរណាម្នាក់កំពុងសម្លឹងមើលអ្នកពីក្រោយខ្នងនៅក្នុងបន្ទប់ដ៏ងងឹតតែម្នាក់ឯងដែរឬទេនេះគឺជាចំណុចចាប់ផ្ដើមនៃអាថ៌កំបាំងដែលមនុស្សជាតិតែងតែចង់ដឹងចង់ឃើញបំផុតអំពីអត្តភាពនៃព្រលឹងវិញ្ញាណតាំងពីយូរលង់ណាស់មកហើយមនុស្សនៅគ្រប់ទីកន្លែងជុំវិញពិភពលោកតែងតែមានរឿងព្រេងនិទានប្រហាក់ប្រហែលគ្នាអំពីជីវិតបន្ទាប់ពីសេចក្តីស្លាប់និងការវិលត្រឡប់មកវិញនៃអ្នកដែលបានចែកឋានទៅហើយជារឿយយើងតែងតែគិតថាយើងបានឃើញសមោលអ្វីមួយរត់កាត់កតុយភ្នែកប៉ុន្តែនៅពេលដែលយើងងាកទៅមើលឲ្យច្បាស់សមោលទាំងនោះក៏ស្រាប់តែរលាយបាត់ទៅវិញដោយគ្មានសល់ដានអ្វីទាំងអស់តាមផ្នែកចិត្តសាស្ត្របាតុភូតនេះត្រូវបានគេហៅថាប៉ារេដូលាដែលជាទម្លាប់របស់ខួរក្បាលមនុស្សក្នុងការព្យាយាមបង្កើតរូបភាពឬទម្រង់មុខមនុស្សចេញពីភាពងងឹតឬវត្ថុដែលគ្មានសណ្ដាប់ធ្នាប់ប៉ុន្តែមានសំណួរមួយដែលគួរឲ្យឆ្ងល់បំផុតនោះគឺហេតុអីបានជាមនុស្សនៅជុំវិញពិភពលោកដែលមានវប្បធម៌ខុសគ្នាស្រឡះបែរជាធ្លាប់បានមើលឃើញស្រមោលខ្មោចឬព្រលឹងវិញ្ញាណមានរូបរាងនិងចរិតលក្ខណៈស្រដៀងគ្នាបេះបិទទៅវិញតើនេះពិតជាគ្រាន់តែជារឿងចៃដន្យឬអ្នកវិទ្យាសាស្ត្រជាច្រើនបានព្យាយាមស្វែងរកចម្លើយដោយផ្ដោតទៅលើរលកសំឡេងកម្រិតទាបឬ infrasound វាគឺជាសំឡេងដែលត្រចៀកមនុស្សមិនអាចស្ដាប់ឮប៉ុន្តែរាងកាយយើងអាចទទួលអារម្មណ៍ដឹងយ៉ាងច្បាស់រលកសំឡេង infrasound ទាំងនេះអាចធ្វើឲ្យគ្រាប់ភ្នែករបស់យើងញ័រញាក់ដែលបណ្ដាលឲ្យយើងមើលឃើញស្រមោលព្រាលព្រមទាំងបង្កើតនូវអារម្មណ៍ភ័យខ្លាចតក់ស្លុតឬព្រឺសម្បុរដោយគ្មានមូលហេតុច្បាស់លាស់ទ្រឹស្ដីមួយទៀតគឺពាក់ព័ន្ធនឹងដែនម៉ាញេទិកអគ្គិសនីកន្លែងដែលគេតែងតែរាយការណ៍ថាមានខ្មោចលងភាគច្រើនត្រូវបានរកឃើញថាមានកម្រិតដែនម៉ាញេទិកខុសប្រក្រតីយ៉ាងខ្លាំងដែលប៉ះពាល់ដល់ខួរក្បាលនៅពេលដែលខួរក្បាលរបស់យើងទទួលរងនឹងការរំខានពីដែនម៉ាញេទិកវាអាចបញ្ឆោតឲ្យយើងមានអារម្មណ៍ថាមាននរណាម្នាក់កំពុងនៅក្បែរយើងឬធ្វើឲ្យយើងយល់សប្តិទាំងប្រែនហាក់ដូចជាការពិតជាក់ស្ដែងប៉ុន្តែនៅទីនេះមានចំណុចរបត់មួយដ៏គួរឲ្យចាប់អារម្មណ៍ចុះបើការប្រែប្រួលដែនម៉ាញេទិកទាំងនោះមិនមែនជាអ្នកបង្កើតការបំភាន់តែវាគឺជាថាមពលផ្ទាល់ដែលព្រលឹងវិញ្ញាណប្រើប្រាស់ដើម្បីបង្ហាញខ្លួនទៅវិញតើអ្នកធ្លាប់គិតពីចំណុចនេះទេបើសិនបើយើងកលេចទៅមើលប្រវត្តិសាស្ត្ររបស់មនុស្សជាតិការជឿលើព្រលឹងវិញ្ញាណមិនមែនជារឿងគួរឲ្យខ្លាចនោះទេកាលពីសម័យបុរាណមនុស្សតែងតែគោរពវិញ្ញាណក្ខន្ធនិងចាត់ទុកពួកគេជាផ្នែកមួយនៃធម្មជាតិជំនឿលើការគោរពវិញ្ញាណក្ខន្ធដូនតាគឺចាក់ឫសយ៉ាងជ្រៅនៅក្នុងវប្បធម៌ជាច្រើនព្រលឹងអ្នកដែលស្លាប់ទៅត្រូវបានគេចាត់ទុកថាជាអ្នកថែរក្សាដែលតែងតែតាមការពារកូនចៅជំនាន់ក្រោយជានិច្ចនៅក្នុងផ្នត់គំនិតនេះខ្មោចឬព្រលឹងមិនមែនជាបិសាចដែលចាំតែលួងបន្លាចនោះទេប៉ុន្តែជាសាច់ញាតិដែលបដិសេធមិនព្រមចាកចេញព្រោះតែទំហំនៃក្តីស្រឡាញ់និងការព្រួយបារម្ភចំពោះគ្រួសាររបស់ពួកគេប៉ុន្តែយូរទៅប្រព័ន្ធផ្សព្វផ្សាយរឿងនិទានប្រឡមលោកនិងភាពយន្តហូលីវូដបានបំផ្លែងទម្រង់នៃព្រលឹងវិញ្ញាណទាំងនោះឲ្យคล้ายទៅជាសត្រូវជាវិញ្ញាណសងសឹកនិងជាបិសាចដ៏គួរឲ្យរន្ធត់ទៅវិញនេះជាសំណួរមួយដែលយើងត្រូវសួរខ្លួនឯងតើព្រលឹងវិញ្ញាណពិតជាមានការផ្លាស់ប្ដូរចរិតលក្ខណៈคล้ายជាកាចសាហាវមែនឬក៏មនុស្សយើងខ្លួនឯងទេដែលជាអ្នកផ្លាស់ប្ដូររបៀបនៃការសម្លឹងមើលទៅកាន់ពួកគេតាមរយៈការភ័យខ្លាចរបស់យើងនៅក្នុងយុគសម័យទំនើបការស្វែងរកការពិតអំពីខ្មោចមិនមែនពឹងផ្អែកតែលើគ្រូទាយឬអ្នកសូត្រមន្តទៀតទេក្រុមអ្នកស្រាវជ្រាវបានចាប់ផ្ដើមប្រើប្រាស់ឧបករណ៍បច្ចេកទេសទំនើបដើម្បីចាប់យកភស្តុតាងជាក់ស្ដែងកាមេរ៉ាចាប់កម្ដៅឧបករណ៍វាស់ដែនម៉ាញេទិកនិងម៉ាស៊ីនថតសំឡេងដែលមាន sensor ខ្លាំងត្រូវបានគេយកមកប្រើប្រាស់ដើម្បីតាមដាននៅអ្វីដែលភ្នែកមនុស្សយើងមិនអាចមើលឃើញដោយផ្ទាល់បានក្នុងចំណោមភស្តុតាងទាំងអស់នោះបាតុភូតសំឡេងអេឡិចត្រូនិកឬហៅកាត់ថា EVP គឺជាអ្វីដែលធ្វើឲ្យអ្នកវិទ្យាសាស្ត្រជាច្រើនពិបាកនឹងរកការពន្យល់បកស្រាយបាន
អ្នកខ្លះជឿថាសំឡេងខ្សឹបខ្សៀវដែលថតបាននៅក្នុងម៉ាស៊ីនគ្រាន់តែជាការរំខានរបស់រលកវិទ្យុឬក៏ជាការស្រមាស្រមៃរបស់ខួរក្បាលដែលព្យាយាមបំផ្លាញសំឡេងរ៉ែរ៉េឲ្យទៅជាពាក្យសម្ដីរបស់មនុស្សតែប៉ុណ្ណោះប៉ុន្តែចំណុចដែលគួរឲ្យព្រឺសម្បូរបំផុតនោះគឺចុះនៅពេលដែលសំឡេងដែលថតបានទាំងនោះអាចឆ្លើយតបយ៉ាងត្រឹមត្រូវទៅនឹងសំណួរជាក់លាក់ដែលអ្នកស្រាវជ្រាវទើបតែបានសួរភ្លាមនោះតើនេះនៅតែអាចហៅថាជាការស្រមើស្រមៃទៀតឬក្រៅពីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកទេសយើងក៏មិនអាចមើលរំលងផ្នែកចិត្តសាស្ត្របានដែរជាពិសេសនៅពេលដែលមនុស្សយើងត្រូវប្រឈមមុខជាមួយនឹងការបាត់បង់មនុស្សជាទីស្រឡាញ់ដ៏សែនរន្ធត់មនុស្សជាច្រើនដែលកំពុងស្ថិតក្នុងភាពសោកសៅយ៉ាងជ្រាលជ្រៅតែងតែរាយការណ៍ថាពួកគេបានមើលឃើញឬឮសំឡេងសាច់ញាតិរបស់ពួកគេដែលបានស្លាប់ទៅហើយនៅក្នុងផ្ទះរបស់ពួកគេផ្ទាល់អ្នកចិត្តសាស្ត្របញ្យល់ថានេះគឺជាយន្តការការពាររបស់ខួរក្បាលនៅពេលដែលការឈឺចាប់មានទំហំធំធេងពេកខួរក្បាលអាចនឹងបង្កើតរូបភាពបំផន់ដើម្បីជួយសម្រាលទុក្ខសោកនៅក្នុងចិត្តជាបណ្ដោះអាសន្នការយល់សប្តិឃើញឬការមានអារម្មណ៍ថាមានវត្តមានរបស់ពួកគេនៅក្បែរជួយឲ្យអ្នកដែលនៅរស់មានអារម្មណ៍កក់ក្ដៅនិងអាចបន្តដំណើរជីវិតទៅមុខទៀតបានទោះបីជាគ្មានពួកគេក៏ដោយប៉ុន្តែសូមសួរខ្លួនឯងមួយផ្លែតប្រសិនបើការមើលឃើញព្រលឹងវិញ្ញាណនោះពិតជាអាចជួយព្យាបាលបេះដូងដែលកំពុងតែហូរឈាមបានមែនតើវាពិតជាសំខាន់ទៀតឬទេថាតើវាជាការពិតឬក៏គ្រាន់តែជាការបំផន់របស់ខួរក្បាលនោះទ្រឹស្ដីមួយដែលល្បីល្បាញជាងគេនៅក្នុងពិភពនៃការស្រាវជ្រាវអាថ៌កំបាំងគឺទ្រឹស្ដីខ្សែអាថ៌ថ្មឬហៅថា Stone Tape Theory ដែលពន្យល់ពីបាតុភូតខ្មោចលងនៅកន្លែងដដែលទ្រឹស្ដីនេះជឿថាសម្ភារៈសំណង់ដូចជាថ្មឈើឬឥដ្ឋមានលទ្ធភាពអាចស្រូបយកនៅថាមពលអារម្មណ៍ដ៏ខ្លាំងក្លាបំផុតរបស់មនុស្សនៅពេលដែលព្រឹត្តិការណ៍ណាមួយបានកើតឡើងជាពិសេសព្រឹត្តិការណ៍ដែលពោរពេញទៅដោយភាពភ័យខ្លាចការឈឺចាប់ភាពសោកសៅឬការស្លាប់ដោយតក់កុហកអាចបន្សល់ទុកនៅស្លាកស្នាមថាមពលជាប់នៅលើទីកន្លែងនោះជារៀងរហូតនៅពេលដែលលក្ខខណ្ឌបរិយាកាសអំណោយផលដូចជាសំណើមឬសីតុណ្ហភាពស័ក្តិសមថាមពលដែលបានកត់ត្រាទុកនោះនឹងចាក់បញ្ចាំងរូបភាពដដែលនោះឡើងវិញដូចជាយើងចាក់ខ្សែអាប់វីដេអូចាស់អញ្ចឹងដែរប្រសិនបើទ្រឹស្ដីនេះជាការពិតវាមានន័យថាខ្មោចភាគច្រើនដែលយើងមើលឃើញមិនមែនជាវិញ្ញាណដែលមានការគិតនោះទេប៉ុន្តែវាគ្រាន់តែជារូបភាពបន្សល់ទុកពីអតីតកាលដែលជញ្ជាំងអគារកំពុងតែចាក់បញ្ចាំងឡើងវិញតែប៉ុណ្ណោះឥឡូវនេះយើងងាកមកមើលទ្រឹស្ដីរូបវិទ្យា Quantum វិញម្ដងដែលធ្វើឲ្យអ្នកវិទ្យាសាស្ត្រមួយចំនួនចាប់ផ្ដើមគិតដល់លទ្ធភាពនៃសកលលោកស្របគ្នាឬហៅថា Multiverse នៅក្នុងទ្រឹស្ដីនេះវាអាចមានពិភពលោកជាច្រើនដែលកំពុងដំណើរការស្របគ្នានៅក្នុងពេលវេលានិងទីកន្លែងតែមួយគ្រាន់តែរំញ័រថាមពលវាខុសគ្នាដែលធ្វើឲ្យយើងមិនអាចមើលឃើញគ្នាបានជួនកាលរណាំងរវាងពិភពលោកទាំងនោះអាចនឹងប្រែជាស្ដើងឬមានការរហែកក្នុងរយៈពេលដ៏ខ្លីដែលអនុញ្ញាតឲ្យយើងអាចមើលឆ្លោះទៅឃើញសកម្មភាពរបស់មនុស្សនៅក្នុងវិមាត្រមួយផ្សេងទៀតដូច្នេះរូបភាពមនុស្សពីអតីតកាលស្លៀកពាក់ខោអាវបុរាណដែលដើរទម្លុះជញ្ជាំងអាចមិនមែនជាព្រលឹងខ្មោចទេតែជាមនុស្សរស់នៅក្នុងលំហពេលវេលាផ្សេងដែលកំពុងដើរតាមទ្វារផ្ទះរបស់ពួកគេកាលពីជំនាន់នោះចំណុចដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនៃទ្រឹស្ដីនេះគឺនៅពេលដែលយើងកំពុងមើលឃើញពួកគេដើរទម្លុះជញ្ជាំងប្រហែលជាពួកគេក៏កំពុងតែមើលឃើញរូបយើងជារូបរាងព្រាលហើយចាត់ទុកយើងថាជាខ្មោចដូចគ្នាទោះបីជាមានទ្រឹស្ដីរាប់រយពាន់យ៉ាងណាក៏ដោយក៏យើងនៅតែមិនអាចបដិសេធបានអំពីបទពិសោធន៍ផ្ទាល់ខ្លួនដ៏ចម្លែកដែលមនុស្សរាប់លានអ្នកនៅជុំវិញពិភពលោកបានជួបប្រទះដោយផ្ទាល់នោះទេបើទោះបីជាការបំភាន់ភ្នែកអាចកើតឡើងបានយ៉ាងងាយប៉ុន្តែក្នុងផ្នែកវិទ្យាសាស្ត្រការដែលមនុស្ស2នាក់ឬ3នាក់មើលឃើញការបំភាន់ mass hallucination ដូចគ្នាបេះបិទក្នុងពេលតែមួយគឺជារឿងដែលកម្រនឹងកើតមានខ្លាំងណាស់ប៉ុន្តែមានករណីជាច្រើន
ដែលគ្រួសារទាំងមូលរួមទាំងសត្វចិញ្ចឹមនៅក្នុងផ្ទះបានមើលឃើញរូបរាងនៃសម្មោលឬបានឮសំឡេងបោះជំហានដើរច្បាស់នៅកន្លែងតែមួយនិងក្នុងពេលវេលាតែមួយស្របគ្នាផុសតាងមួយទៀតដែលមិនអាចប្រកែកបានគឺការធ្លាក់ចុះនៃសេតុណ្ហភាពភ្លាមខុសប្រក្រតី cold spots វាជាអារម្មណ៍ត្រជាក់ស្រេងដែលរត់កាត់ឆ្អឹងខ្នងធ្វើឲ្យព្រឺសម្បុរដោយគ្មានមូលហេតុពិតប្រាកដនេះបង្ហាញពីការពិតមួយដែលគួរឲ្យខ្លាចជួនកាលរាងកាយរបស់យើងមានសមត្ថភាពអាចទទួលអារម្មណ៍និងដឹងពីវត្តមានធម្មពលលក្ខកម្បាំងទាំងនោះបានលឿនជាងមុនពេលដែលខួរក្បាលរបស់យើងចាប់ផ្ដើមវិភាគរកហេតុផលទៅទៀតទីបញ្ចប់សោភ័ណភាពនៃអាថ៌កំបាំងគឺស្ថិតនៅលើការដែលយើងមិនអាចពន្យល់វាបានទាំងអស់ពិភពលោកយើងនេះនឹងក្លាយទៅជាកន្លែងដ៏គួរឲ្យធុញទ្រាន់ប្រសិនបើវិទ្យាសាស្ត្រអាចបកស្រាយគ្រប់យ៉ាងនោះទោះបីជាថ្ងៃណាមួយបច្ចេកវិទ្យាអាចបញ្ជាក់បានថាខ្មោចគ្រាន់តែជាការបំភាន់នៃខួរក្បាលឬជាធម្មពលធម្មជាតិក៏ដោយក៏វានៅតែមិនអាចលុបបំបាត់ជំនឿរបស់មនុស្សជាតិបាននោះទេពីព្រោះរឿងរ៉ាវអំពីព្រលឹងវិញ្ញាណគឺជាផ្នែកមួយនៃក្តីសង្ឃឹមយ៉ាងជ្រាលជ្រៅរបស់យើងដែលជឿជាក់ថាសេចក្តីស្លាប់មិនមែនជាទីបញ្ចប់នោះទេហើយថាមនុស្សជាទីស្រឡាញ់របស់យើងនៅតែបន្តរស់នៅកន្លែងណាមួយរហូតតតែយើងម្នាក់ឈានជើងដើរឆ្លងកាត់ទ្វារនៃសេចក្តីស្លាប់ដោយខ្លួនឯងអាចកំបាំងដ៏ធំបំផុតមួយនេះនឹងនៅតែបន្តលាក់ខ្លួននៅក្នុងភាពងងឹតរងចាំការស្វែងរកជារៀងរហូតតើអ្នកជឿថាខ្មោចមានពិតដែរឬទេប្រសិនបើអ្នកចូលចិត្តការបកស្រាយពីអាថ៌កំបាំងទាំងនេះសូមជួយចុច like វីដេអូនេះម្នាក់មួយផងកុំភ្លេចបញ្ចេញមតិរបស់អ្នកនៅខាងក្រោមថាតើអ្នកធ្លាប់មានបទពិសោធន៍ជួបប្រទះរឿងប្លែកៗដែរឬទេហើយសូមចុច Subscribe ដើម្បីទទួលបានរឿងរ៉ាវអាថ៌កំបាំងថ្មីៗជាច្រើនទៀតអរគុណ